នេះជារបៀបបញ្ចូលលុយនៅក្នុង Wi-Fi ជាដំបូងយើងចូល AC Lida មកតទៅមកយើងយកពាក្យថាបង់ប្រាក់ហើយយើងដាក់ password យើងទៅហើយយើងបិទនៅកម្មវិធីហ្នឹងបន្ទាប់មកយើងយកពាក្យថាបង់នៅអ៊ីនធឺណិតក្រុមហ៊ុនអ៊ីនធឺណិតទូរទស្សន៍ទៅហើយយើងយក Medphone ហ្នឹងហើយបើយើងមាន Medphone ហើយបន្ទាប់មកយើងទៅមើល account ហ្នឹង account យើង account Medphone របស់យើងមានលេខអីខ្លះយើងទៅសេលេខ account យើងបញ្ចូលទៅក្នុងលេខសម្គាល់អ្នកប្រើប្រាស់ហ្នឹងហើយយើងវាយទៅយើងវាយឲ្យត្រឹមត្រូវហើយយើងត្រូវមានលក្ខណៈពិសេសដែរកាលណាបើយើងវាយត្រូវហើយវានឹងចេញឈ្មោះនឹង account របស់យើងនៅក្រោមហើយយើងពិនិត្យមើលឈ្មោះយើងថាពិតជាបានត្រឹមត្រូវហើយគឺឈ្មោះអ្នកប្រើប្រាស់នោះហ្នឹងហើយឈ្មោះអ្នកប្រើប្រាស់ហ្នឹងត្រឹមត្រូវហើយទើបបានយើងបញ្ចូលនៅគម្រោងដែលគេមានហ្នឹងហើយមាន$20 12 ខែមានថ្ងៃ6 ខែតបមកយើងវាយទៅជាឲ្យគឺចុចអូខេមកហ្នឹងហើយយើងរងចាំបន្តិចទៅនឹងវានឹងបានជោគជ័យបន្ទាប់ពីបានជោគជ័យហើយយើងអាចប្រើប្រាស់អ៊ីនធឺណិតបានហើយសូមអរគុណ